ចាចឹងជាបឋមនេះខ្ញុំសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីជ្រះថ្លាព្រមទាំងក្រាបថ្វាយបង្គំចំពោះព្រះអង្គទាំង3ព្រះអង្គជាទីសក្ការៈកោត្រៃពីចម្ងាយព្រមទាំងក្រាបថ្វាយថេរានុថេរៈគ្រប់អង្គជាទីសក្ការៈកោត្រៃពីចម្ងាយហើយនឹងជម្រាបសួរដល់ម្ចាស់ដើមទានប្រធានតំបន់លោកយាយលោកតាលោកគ្រូលោកមីងដែលបានអញ្ជើញមកចូលក្នុងកម្មវិធីបុណ្យនេះផងដែរនៃគណៈពេលនេះពេលដែលសំគួរពេលដែលយើងតាមចាស់ដល់ជាប្រធានតំបន់ត្រង់ស្ដាប់នៅព្រះធម៌ទេសនាការស្ដាប់នៅព្រះធម៌ទេសនាបង្កើននូវបញ្ញាគ្រប់អង្គគ្រប់គ្នាទានាសិក្សាពុការសូមជ្រះថ្លាអនុមោទនាស្ដាប់នៅព្រះធម៌ទេសនាបបិទ្ធសំបរក្មេងចាំទាំងអសន្តានញាតិមិត្តយើងបានស្ដាប់ហើយនាព្រះបរិត្តតែមិនអចិត្តកណរងផ្លើធនឹងអារដ្ឋានីព្រះអង្គទេសនាសំដែងឥឡូវមិនត្រូវឈូឆាលើមកលើកនាំរំខានគេអ្នកដែលបងស្ដាប់ក៏បីត្រង់ត្រាប់ក៏នៅទុំនេះក្រែងលោទៅវិញស្ពាយយោតូទេដល់ពេលបានដែរគេអនណារមុំតួមួយគេថាដែលលោកទេសនាតួយកចាំទុកហើយប្រប្រតិបត្តិកំចាត់ស្មាយស្មុំនឹងអាចស្រនុកសុខគ្មានអ្វីស្នេហ៍ព្រះធម៌តាំងណែបំបត្តិអាស្រូវអង្គមួយរំបាច់ហើយលៀងដោយល្អ
នុមោទនាកុសលផលបុណ្យស្ដាប់ធម៌ទេសនាគ្រប់អង្គគ្រប់គ្នាទេណាសិក្សាទូការសូមជ្រាបថ្លាអនុមោទនាស្ដាប់នៅព្រះធម៌ទេសនាចាសូមប្រកេនបុណ្យកេនកសលបុណ្យនេះគឺពិធីបុណ្យព្រះសពព្រះគ្រូសច្ចាភិរៈធម្មរស់សមាលីទទួលព្រះអនិច្ចធម្មក្នុងព្រះជន្មាយុ62ឆ្នាំព្រះវស្សានៅស្រុកភ្នំធំភូមិភ្នំប្រាសាទខេត្តបន្ទាយមានជ័យសូមគុណម្ចាស់គ្រប់ព្រះអង្គអនុមោទនាបានចំណែកបុណ្យស្មើនឹងក្រុមការឈូកចាមេធំស្អាតដែលជាព្រះនៃធម៌ក្នុងវត្តស្រុកបលរៃនិងជាបុគ្គលចាវរិកានាវត្តគឺមហាប្រាសាទក្នុងធំនេះក៏ជាថ្ងៃទី2ក្នុងការប្រពៃពិធីបុណ្យដែលកូនចៅប្រុសស្រីទាំងអស់និងញាតិញោមចំណងជើងវត្តក៏ដូចជាប្រសងទូទាំងស្រុកវត្តបរិយគឺមានទុកជាមួយនឹងញាតិញោមពុទ្ធបរិស័ទដែរព្រោះព្រះអង្គគ្រូជាបៃតាសង្ឃដល់ពីព្រះអនុទានមកគឺព្រះអង្គគ្រូនឹងឯងជាបៃតាសង្ឃនៅក្នុងស្រុកទី2ចឹងប្រសងនៅក្នុងស្រុកនឹងឯងក៏មានលោកទុកជាមួយនឹងញាតិញោមដែរប៉ុន្តែជាអកុសលដោយសារប្រទេសជាតិយើងកំពុងតែវឹកវរដោយជនឆ្លៀតពីអញ្ចឹងទៅក៏ការប្រឡប់ពិធីបុណ្យនេះមិនបានអតិថិធម៌ឲ្យក្រៃលែងទេព្រោះប្រសងមានបន្ទុកក្នុងការទទួលខុសត្រូវច្រើនជាមួយនឹងប្រជាពលរដ្ឋជនជាសិទ្ធិយ៉ាងទៅក៏មិនបានជាអតិថិធម៌ក្នុងការចូលរួមនោះទេដែលតែបានមកមួយចំនួនចឹងទៅប៉ុន្តែអញ្ចឹងនៅក្នុងវេលាឱកាស